แต่ហេតុអ្វីបានជាលហុងពពុះហ្នឹងហើយមានផ្លែប៉ុណ្ណឹងហើយពពុះហ្នឹងសោះអាយុកាលរបស់វាគឺ2ខែបាទ2ខែហើយនៅកន្ទឿឡើយហើយដើមវាធំជាងមៀតបាទជាធម្មតាលហុងគឺដើមតូចទេអញ្ចឹងដើម្បីបានលហុងបែបនេះចាយើងនឹងមើលនៅពេលក្រោយទៀតដើម្បីបានហើយលហុងហ្នឹងបានខែអាយុមិញលហុងនេះអាយុកាល2ខែហើយ2ខែបាទកពុះបាន2ចង្អាមបើតាម2ចង្អាមបាទហើយមានផ្លែ2ខែដាល់លេប៉ុនកោជឿគាត់ណាបាទអានេះបើសិនជាយើងបើតាមសាច់ដាំវាអត់លើដីហ្មងតែថាដូចជា20ថ្ងៃហ្មង20ថ្ងៃបាទនៅតែ20ថ្ងៃដូងលេខជាទៅកពើលេខជាមួយនឹងជំរិនស៊ីបានផ្សារយ៉ាងស្អុយទីផ្សារមេឃលហុងគឺយើងត្រូវប្រើកំបិតឲ្យមុតអញ្ចឹងបងប្អូនកំបិតអញ្ចឹងហើយឧបករណ៍វាមានតែកំបិតខ្សែនិងត្រីដូងហើយតែវាកំបិតមកកាត់វាយើងកាត់ចោលមែនទេមិនចាំបាច់បីពីអាមមកដែរចិត្តមកពីទឹកខាងក្រោមមកយើងមកកន្លែងនេះធ្នេនេះអានេះយើងចិត្តវាឲ្យបានប្រហែលជាខ្ទង់បាទខ្ទង់ពាក់កណ្ដាលដើមទៅឬក៏ចិត្តពាក់កណ្ដាលមកហ្នឹងមកជ្រុលដាច់បាទប៉ុណ្ណឹងហៅហ្នឹងមកពាក់កណ្ដាលដើមឲ្យដល់ពាក់កណ្ដាលហើយដាច់ខ្យល់បើដាច់បាត់ហ្នឹងអញ្ចឹងយើងយកឈើស្នៀតវាមួយទៅឲ្យវាហើបកន្លែងនេះតបមកយើងយកស្កៃដូងរួមនេះណាស្កៃដូងនេះយើងសើមួយទឹកមួយទឹកស្កៃដូងឲ្យរួមវានេះស្កៃដូងទៅមកចំថ្នេរនឹងមកជុំវិញហ្នឹងណា